ម៉ាក់ជាមនុស្សស្រីដែលអស្ចារ្យសម្រាប់កូនជាម៉ាក់ដែលល្អបំផុតសម្រាប់កូនម៉ាក់តែងតែព្យាយាមសួរសុខទុក្ខកូនសួរសុខទុក្ខចៅកូនញ៉ាំបាយនៅចៅញ៉ាំបាយនៅកូនសុខសប្បាយទេកូនតែងតែព្យាយាមក្រក់ខ្លួនឯងលាក់បាំងម៉ាក់មិនអីទេកូនសុខសប្បាយទេតែជាក់ស្ដែងកូនធ្វើទាំងនេះគឺមិនចង់ឲ្យម៉ាក់ពិបាកចិត្តមិនចង់ឲ្យម៉ាក់គិតច្រើនមិនចង់ឲ្យម៉ាក់ទឹកភ្នែកឲ្យកូនចំទោសម៉ាក់តែងតែនៅក្បែរកូនរហូតមិនថាកូននៅចិត្តឬក៏នៅឆ្ងាយរាល់ថ្ងៃកូនដេកដូចមានម៉ាក់នៅក្បែរខ្លួនពេលដែលកូនទៅលេងផ្ទះម្ដងឃើញទឹកមុខម៉ាក់សាយសប្បាយកូនសប្បាយចិត្តមែនទេពេលដែលកូនត្រឡប់មកផ្ទះវិញមានតែភាពស្រណោះស្រណោកនឹកម៉ាក់នឹកបងប្អូនកូនមានបញ្ហាច្រើនណាស់ត្រូវដោះស្រាយកូនតែងតែបន្លប់ខ្លួនឯងសើចសប្បាយជាមួយម៉ាក់ជាមួយបងប្អូនមូលហេតុគឺមិនចង់ឲ្យគ្រួសារដឹងឮឬក៏ពិបាកចិត្តជាមួយខ្ញុំគ្រប់យ៉ាងគឺឲ្យកូនសុំទោស